សម្ដីដកស្រង់ចំនួន6ឃ្លារបស់លោកស្រី Clara Barton ដែលជាគ្រូបង្រៀននិងជាអ្នកបង្កើតអង្គការកាកបាទក្រហមអាមេរិកថ្ងៃនេះយើងបានចងក្រងនៅសម្ដីដកស្រង់ចំនួន6ឃ្លារបស់លោកស្រី Clara Barton ដែលជាគ្រូបង្រៀនម្នាក់និងជាអ្នកថែទាំព្យាបាលទាហានអំឡុងពេលសង្គ្រាមស៊ីវិលរបស់អាមេរិកដែលក្រោយមកត្រូវបានគេផ្ដល់ងារឲ្យថាជាទេពអប្សរនៃវាលសង្គ្រាម Angel of the Battlefield ហើយចុងក្រោយក៏បានក្លាយជាអ្នកបង្កើតអង្គការកាកបាទក្រហមអាមេរិក 1. វាធ្វើឲ្យខ្ញុំក្តៅក្រហាយដែលត្រូវបានប្រាប់ពីរបៀបដែលអ្វីមួយធ្លាប់តែត្រូវបានគេធ្វើកន្លងមកខ្ញុំប្រឆាំងនឹងភាពប្រែកការនៃទំនៀមទម្លាប់ចាស់ៗពីមុនមកខ្ញុំមិនមានសមត្ថភាពខ្លាំងការអត់ធន់និងភាពល្អប្រណិតនៃការគិតដែលតូចចង្អៀតនោះឡើយ 2. ទ្វារដែលមិនមាននរណាម្នាក់ចូលទៅហាក់ដូចជាតែងតែបក់ទៅបក់មកយ៉ាងធំសម្រាប់ខ្ញុំ 3. ខ្ញុំមានពេលខ្លះអាចនឹងសុខចិត្តព្រមបង្រៀនដោយមិនយកកម្រៃប៉ុន្តែបើត្រូវទទួលបានប្រាក់កម្រៃខ្ញុំនឹងមិនធ្វើការងាររបស់បុរសដោយទទួលបានកម្រៃតិចជាងបុរសនោះឡើយ 4. មនុស្សមិនគួរនិយាយថានេះឬនោះមិនមានតម្លៃនឹងរៀនសូត្រដោយគ្រាន់តែផ្ដល់នូវហេតុផលរបស់ពួកគេថាវានឹងមិនអាចយកធ្វើជាប្រយោជន៍បានឡើយពួកគេអាចដឹងថាព័ត៌មានអ្វីទៅដែលពួកគេនឹងត្រូវការនៅពេលអនាគតមិនលើសពីការដែលពួកគេនឹងដឹងពីអាកាសធាតុនៅក្នុងរយៈពេល200ឆ្នាំខាងមុខទៀតប៉ុន្មាន 5. ការពិសោធន៍ដែលប្រកបប្រជារបស់វិន័យគឺជាការអត់វត្តមានរបស់វា 6. អ្នកមិនត្រូវគិតច្រើនពេកទៅថាអ្នកចូលចិត្តវាឬក៏វាអាចទ្រាំបានឬអត់អ្នកមិនត្រូវគិតអ្វីទាំងអស់លើកលែងតែតម្រូវការនិងរបៀបក្នុងការប្រឈមមុខនឹងវា